មួយទៀតឬថានឹងត្រូវឈិនហួររំខានយ៉ាងម៉េចមានត្រូវរបួសទេមិនអីទេឈិនហួរចង្រៃនេះស្មានថាខ្លួនឯងជាស្អីបើជាហ៊ានរំខាននេះខ្ញុំមិនលើកលែងឲ្យគេដាច់ខាតឈិនហួរនេះជាដៃស្ដាំរបស់ស្ដេចពីខេតចំណែកស្ដេចពីខេតជាអ្នកធំល្បីឈ្មោះប្រចាំបៃហើយលោកកំរោរឿងគេភាសាជាងអ្នកផ្សេងខ្លាចគេគ្រួសារវត្តខ្ញុំមិនខ្លាចខ្ញុំមិនឲ្យអ្នកណាម្នាក់ធ្វើបាននេះទេមកយិនដំណឹងធំប៉ុណ្ណេះក្រុមហ៊ុនកំសាន្តធីងស៊ីងសម្ដេចហើយយកឯងធ្វើជាតួឯកស្រីក្នុងរឿងថ្មីរបស់ពួកគេពិតមែននេះគឺភាពយន្តបណ្ដាក់ទុន100លាននោះមែនទេត្រូវតារាសម្ដែងទាំងអស់ក្នុងរឿងនេះសុទ្ធតែជាតួល្បីៗអ្នកដឹកនាំគឺអ្នកដឹកនាំចាងដែលត្រូវគេហៅថារាជគ្រូតារាស្រីជួមុខជាច្រើនប្រើគ្រប់វិធីទាំងផ្លូវកាត់និងផ្លូវត្រង់ដើម្បីដណ្ដើមតំណែងនេះមិនស្មានថាចុងក្រោយគឺគេរើយកឯងអូអាឡូអត់មែនហើយល្អខ្ញុំដឹងហើយមកយិនប្រែលំដាប់ជាង10ក្នុងលោកសត្វតែរកឯងធ្វើជាទូតសុឆន្ទៈមានប្រភពទាំងនេះឯងនឹងហក់ខ្លាចជាតារាស្រីល្បីជាងគេទូទាំងពិភពលោកមិនក៏ពួកគេស្រាប់តែរកខ្ញុំអាចចរចាជាមួយក្រុមហ៊ុនកំសាន្តធីនស៊ីងនិងប្រេនធំជាង10ក្នុងស្រុងក្រៅពីគ្រួសារវងមហាសេដ្ឋីនៅបៃហើយអ្នកណាមានសមត្ថភាពបែបនេះក៏លោកហើយទីបំផុតនៅតែមិនចិត្តមួយយិនខ្ញុំប្រាប់នាងហើយខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងតាមដែលនាងត្រូវការដកមេរៀនឆ្កែរបស់ឯងចេញភ្លាមសៀវអ៊ូជីលើកមកខ្ញុំនិយាយមិនទាន់ច្បាស់មែនទេប្រាប់ឲ្យថាកុំឲ្យបង្ហាញខ្លួនទៀតតាមតាំងពីពលានដល់ក្រុមហ៊ុនលោកមិនចេះខ្មាស់គេទេមែនទេលោកតាមមកយិនស្អាតដល់ថ្នាក់នេះលោកត្រាសម្លឹងឃើញប្រាប់គ្រួសារចៅប្រុសស៊ីដោយសារស្រីដូចជាលោកគួរឲ្យខ្ពើមនិយាយទៅលោកចេញតែខ្លួនឯងឬឲ្យខ្ញុំហៅសន្តិសុខអូសលោកចេញមួយយិនមានបដិសេធនឹងខ្ញុំដោយសារតែគេមែនទេសៀវអ៊ូជីក្នុងពិភពមនុស្សពេញវ័យមិនត្រូវការភាពឆោតចាស់មកយិនខ្ញុំត្រូវការនោះគឺប្រុសដែលអាចជួយគ្រួសារចាស់ចេញពីភាពលំបាកធ្វើឲ្យខ្ញុំឡើងដល់កំពូលមិនថាម្នាក់នោះជាអ្នកណាប៉ុន្តែគេប្រកាសជាមិនមែនលោកមិនក៏នាងសន្មតថាមិនមែនខ្ញុំក្រុមហ៊ុនធីនស៊ីងនិងប្រេនល្បីៗរនេះចុះកុងត្រាជាគំនិតរបស់ខ្ញុំម្យ៉ាងទៀតសមត្ថភាពរបស់ខ្ញុំមិនមែនត្រឹមតែប៉ុណ្្នឹងទេសៀវអ៊ូជីលោកមិនចេះខ្មាស់គេមែនប្រភពទាំងនោះអ្នកប្រុសវងជូនមុខយិនច្បាស់ណាស់លោកគ្មានលុយគ្មានអំណាចណាស់ចុះនៅនិយាយផ្ដេសផ្ដាស់ទៀតប្រអត់ចង់បានមិនខ្មាស់គេដូចលោកគួរតែត្រូវមនុស្សជន់ក្រោបបាត់ជើងគេជូនមិនខុសទេគ្រួសារវងជាតកូលអភិជនទី1ការរកស៊ីគ្រប់វិស័យឲ្យតែខ្ញុំហាមាត់ក្រុមហ៊ុនកំសាន្តទាំងនោះមិនហ៊ានថាទេគ្រាន់តែជាក្មេងម្សិលមួយថ្ងៃអានក្នុងឪសោះលោកត្រូវដឹងឪពុករបស់លោកផ្ដល់ឲ្យគ្រាន់តែជាសាវតាវាខ្លួនឯងគឺជាទឹកដីខ្លួនឯងនៅចំពោះមុខខ្ញុំលោកនៅស្ទើរសៀវអ៊ូជីល្មមមកបានហើយសុភាពបរិមមិនប្រជែងលោកមើលរូបរាងលោកនៅពេលនេះចុះគ្រាន់តែជាមនុស្សទៅទៀតខ្លាំងបានតែមាត់ទោះជារវាងពួកយើងមានខុសសន្យា50លានគ្រប់គ្រាន់ផ្ដាច់មនុស្សសញ្ចេតនាពួកយើងហើយខ្ញុំមិនចង់ឃើញលោកទៀតនោះទេមួយយិនខ្ញុំទុកថានាងចេះតែនិយាយតែខ្ញុំនៅតែអះអាងចំពោះមុខនាងថាខ្ញុំជាបរិបទពិតប្រាកដរបស់នាងភ័យមិនចេះខ្មាស់គេមួយយិនប្រុសសម្រាប់គ្មានលុយគ្មានអំណាចបែបនេះមិនម៉េចខឹងដោយសារគេទេនេះប្រវងធ្វើលោកសាច់យំហើយរវាងពួកយើងចាំមិនគួរសមអីថ្ងៃនេះជាថ្ងៃខួបកំណើតលោកយាយត្បូងក៏នាងតម្លៃ40លាននេះជាទឹកចិត្តរបស់ខ្ញុំមានតែរំខាននាងជួយលោកយាយហើយរបស់មានតម្លៃបែបនេះខ្ញុំមិនអាចទទួលទេនេះជាទឹកចិត្តរបស់ខ្ញុំចំពោះលោកយាយនាងត្រូវតែទទួលបានហើយប៉ុណ្ណឹងសិនចុះណាខ្ញុំមានការជុំនេះពួកយើងជួបគ្នាវ៉ាវត្បូងក៏មានតម្លៃ40លានអ្នកប្រវងមិនមែនស្វឹងដោយសារទេហ៎មកយិនអ្នកប្រវងជាអ្នកឃ្លាំងមាសម្យ៉ាងទៀតមានចិត្តស្មោះចំពោះឯងត្រូវតែក្តាប់ឱកាសនេះឲ្យបានល្អឲ្យឈឺជាស៊ីនៅសម្ព័ន្ធជើងធានត្រៀមអំណោយយប់នេះទៅជូនថ្ងៃកំណើតរបស់លោកយាយចាបានអត់នៅមានទៀតមុនយប់នេះស៊ើបតំណែងរបស់គ្រូសាចានិងគ្រូសាវងបើពិតជាមានមនុស្សគំរាមឬក៏ធ្វើបាបមួយយានសម្រាប់មិនលើកលែងបាទណែប្រុសគ្រូសាចាពីនេះដូចជាដើមឈើត្រេកអញ្ចឹងត្បិតថានាងចៅស្អាតប៉ុន្តែមនុស្សនៅក្បែរខ្លួនអ្នកប្រុសមិនអន់ទេហេតុអីក៏យកចិត្តទុកដាក់នាងចៅបែបនេះឯងដឹងអីគ្រូសាចាចាក់គ្រឹះ100ឆ្នាំអំណាចនៅពីក្រោយនៅតែទុកដើមជាប់បើខ្ញុំអាចខ្លាចជាកូនប្រសាគ្រូសាចាគ្រូសាវងនឹងឆ្លៀតឱកាសលេបយកទាំងមូលដល់ពេលនោះគំថាគ្រូសាវងក្តាប់បៃហើយអាចជាតកូលអភិជនទី1នៅតាសាឱកាសល្អបានមកដល់ហើយមកយិនមិនក៏អត់ឃើញលោកយាយចាលោកយាយមិនស្រួលខ្លួនថាខ្ញុំទៅមកត្រកូលធំទាំង3ក្រុមពាណិជ្ជកម្មសម្ព័ន្ធធំទាំង10ប្រចាំបៃហើយសុទ្ធតែមកពុកបាត់គ្រួសារចៅមិនតូចទេគ្រួសារចៅពេលនេះមានមុខមាត់មកពីណាពួកគេយកលេសមកសិតតែប៉ុណ្ណោះអាចតែប្រទេសឃើញឱកាសនឹងប្រែខ្លួនជាខ្លាហក់សង្គ្រប់លើគ្រួសារចៅហើយជាចម្រិតមិនខានដោយសារបែបនេះក្នុងកម្មវិធីมันអាចមានអ្វីថ្លាខ្លុយជាដាច់ខាតនិយាយសិនអ្នកប្រះលី
អរគុណពួកលោកម្ចាស់រួម គ្រួសារចាស់នឹងលីរាប់បានគ្នាច្រើនឆ្នាំកុំគូសំអីមួយយាណាឮថានេះទទួលបានតំណែងតួឯកស្រីរបស់អ្នកដឹកនាំចាងហើយនឹងខ្លាយជាទូតសុចន្ទៈរបស់ប្រេនធំជាង10ទៀតអស្ចារ្យណាស់តែទៀតពួកយើងត្រូវតែជួនអនាគតតារាស្រីអន្តរជាតិមួយកែវ វិ ហើយ ជ្ជាសិនសរសើរពេកហើយ វីបោះហើយនាងមានមនុស្សវាយអង្គរៈហើយសម្រុកទៅមក សៀវអូជីលោកខ្លាំងធំណាស់បែរជាហ៊ានអុកឡុកពិធីរបស់គ្រួសារចៅ ខ្ញុំមកជូនពរលោកយាយចៅមនុស្សនៅខាងមុខមិនឲ្យខ្ញុំចូលខ្ញុំត្រូវតែសម្រុកចូល សៀវអូជីលោកនិយាយប្រេបណាពួកយើងក៏មិនបានអញ្ជើញលោកអាចអីចូលមកខ្ញុំថាលោកត្រូវមួយជៀនបដិសេធមានកំហឹងក្នុងចិត្តទើបចូលមកអុកឡុងអង្គរៈអូមនុស្សចង្រៃខ្លាំងពីមេឃនេះចេញភ្លាមទៅ ឆាប់សិនសៀវអូជីលោកតាមស្អិតបែបនេះមានតែធ្វើខ្ញុំកាន់តែស្អប់លោកខ្ញុំនិយាយជាមួយលោកលើកមុនលោកស្ដាប់មិនច្បាស់មែនទេល្អពេលនេះខ្ញុំសូមប្រាប់លោកឲ្យច្បាស់នៅចំពោះមុខសាធារណៈជនទៅចុះចាងមកយានខ្ញុំមិនត្រូវការលោក អញមិនត្រូវការបងអូជីខ្ញុំត្រូវការ